បាត់ដំបងគឺជាខេត្តនៃសិល្បៈវប្បធម៌ដ៏សម្បូរបែបមួយនៅប្រទេសកម្ពុជាដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិអន្តរជាតិបានចូលមកទស្សនាកម្សាន្តកាន់តែកើនឡើងនោះរដ្ឋបាលខេត្តបាត់ដំបងក្រោមគំនិតផ្ដួចផ្ដើមពីឯកឧត្តមសុខលូអភិបាលខេត្តរួមជាមួយមន្ត្រីជំនាញតាមមន្ទីរវិស័យក្នុងខេត្តបាត់ដំបងបានរៀបចំស្ថាបនាសួនសិល្បៈមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែត្រើយខាងលិចរកផ្លូវលេខ1ចាប់ពីគល់ស្ពានថ្មសម្ដេចក្រឡាហោមសខេងដល់ស្ពានសហឬស្ពានថ្មីនៃក្រុងបាត់ដំបងដែលសួនសិល្បៈនេះនឹងលេចរូបរាងឡើងនៅពេលឆាប់ៗខាងមុខនេះអនុប្រធានមន្ត្រីទេសចរខេត្តបាត់ដំបងលោកហមអរុនបានឲ្យដឹងថាការអភិវឌ្ឍសួនសិល្បៈនេះនឹងកាន់តែធ្វើឲ្យមានសោភ័ណភាពក៏ដូចជាភាពទាក់ទាញជាមួយនឹងបរិបទនៃដងស្ទឹងសង្កែដែលជាដងស្ទឹងធ្លាប់មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញនៅក្នុងទឹកដីខេត្តបាត់ដំបងជាការពិតណាស់ការរៀបចំនៃទីតាំងសួនសិល្បៈនេះគឺឯកឧត្តមអាខេត្តលោកបានគិតគូរយ៉ាងល្អិតល្អន់ពាក់ព័ន្ធទៅនឹងការរចនាប្លង់ក៏ដូចជាការបង្កើតនៅអ្វីដែលជាភាពតាក់ទាញបាទដូចជាក់ស្ដែងនៅក្នុងទីតាំងនេះយើងនឹងមានការរៀបចំជាកន្លែងសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិបងប្អូនប្រជាពលរដ្ឋដើរលំហែហ្នឹងមានកន្លែងអង្គុយលេងសម្រាប់មានការតាំងបង្ហាញនៅឧបករណ៍ភ្លេងបុរាណខ្មែរសម្រាប់ឲ្យភ្ញៀវទេសចរក៏ដូចជាកូនចៅចំនួនក្រោយបានឃើញស្គាល់ពីឧបករណ៍នោះហើយជាពិសេសគឺមានការធ្វើរូបបាទសូនរូបរបស់កវីនិពន្ធក៏ដូចជាសិល្បករសិល្បករនីខ្មែរយើងពីដើមមកដាក់តាំងនៅតាមកន្លែងសំខាន់ៗនៅក្នុងទីតាំងនៃសួនសិល្បៈនេះផងដែរហើយចំពោះការរៀបចំសួនសិល្បៈក្រុងបាត់ដំបងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងក៏ដូចជាបង្កើននូវភាពតាក់ទាញថ្មីនៃវិស័យទេសចរនៅក្នុងទឹកដីនៃខេត្តបាត់ដំបងបាទសួននេះមិនត្រឹមតែរួមចំណែកនៅក្នុងការជំរុញផ្សព្វផ្សាយនៃសិល្បៈនៅក្នុងខេត្តទេក៏ជាការបង្កើតឲ្យបងប្អូនប្រជាពលរដ្ឋមានទីតាំងថ្មីសម្រាប់ការលំហែកាយការហាត់ប្រាណអមជាមួយនឹងគេហៅថាការរៀបចំបែប Smart Garden បាទដែលធ្វើឲ្យការរស់នៅក៏ដូចជាការសម្រាកលំហែទាំងភ្ញៀវទេសចរក៏ដូចជាបងប្អូនប្រជាពលរដ្ឋហ្នឹងកាន់តែបង្កើននៅជារសនិងអារម្មណ៍ក៏ដូចជាបទពិសោធន៍ថ្មីនៅក្នុងទឹកដីនេះផងដែរពាក់ព័ន្ធទៅនឹងការរៀបចំសួននេះគឺដែលឈ្មោះជាសួនសិល្បៈហ្នឹងគឺជាការដាក់បង្ហាញនៅអ្វីដែលជាសិល្បៈរបស់ខ្មែរយើងបាទអញ្ចឹងឧទាហរណ៍ដូចជាឧបករណ៍ភ្លេងហ្នឹងមានជាទ្របាទជាស្គរជាអានាតអីជាដើមដែលការដាក់បង្ហាញហ្នឹងគឺធ្វើជារូបភាពធំសម្រាប់ភ្ញៀវអញ្ចឹងអាចមើលពីចម្ងាយផ្ដិតយករូបភាពហើយនឹងឆ្វេងយល់បន្ថែមអំពីឧបករណ៍ភ្លេងទាំងអស់នោះហើយក្នុងនោះក៏មានការដាក់បង្ហាញជាគេហៅថារូបសំណាករបស់សិល្បករសិល្បករនីរបស់ខ្មែរយើងពីដើមមកបាទដែលមានឈ្មោះល្បីហើយគាត់មានស្នាដៃច្រើនពាក់ព័ន្ធនឹងខេត្តបាត់ដំបងហើយជាពិសេសហ្នឹងគឺជាអ្នកដែលមានដើមកំណើតនៅក្នុងទឹកដីនៃខេត្តបាត់ដំបងផងដែរបាទហើយមានជារូបសំណាកហើយនឹងមានជាព័ត៌មានរបស់សិល្បករសិល្បករនីនោះពួកគាត់ដើម្បីឲ្យភ្ញៀវទេសចរក៏ដូចជាបងប្អូនប្រជាពលរដ្ឋអាចសិក្សាស្វែងយល់អំពីថាអូគាត់ឈ្មោះអីបាទហើយមានស្នាដៃអីខ្លះនៅក្នុងប្រទេសកម្ពុជាយើងបាទជាអាជីវករលក់ដូរទូរស័ព្ទដៃនៅផ្លូវលេខ1ភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងលោកឌីសុវណ្ណបានបង្ហាញនៅភាពសប្បាយរីករាយខណៈដែលរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការស្ថាបនាសួនសិល្បៈនិងតំបន់ផ្លូវលេខ1ជាទីតាំងផ្លូវដើរសម្រាប់ទេសចររៀងរាល់ល្ងាចថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយតាមរយៈនេះនឹងអាចមានកំណើនភ្ញៀវទេសចរដែលធ្វើឲ្យការលក់ដូររបស់អាជីវករមានការកើនឡើងផ្នែកសេដ្ឋកិច្ចថែមទៀតផងបាទខ្ញុំបាទពិតជាមានភាពរីករាយចំពោះការធ្វើសួនសិល្បៈនេះមានភាពស្រស់ស្អាតអាចទាក់ទាញភ្ញៀវទេសចរធ្វើការដំណើរកម្សាន្តផ្សេងៗនិងប្រកបមុខរបរលក់ដូរងាយស្រួលជាងមុនក្រោយពេលធ្វើបានមួយរយៈឃើញថានៅតំបន់ផ្លូវលេខ1នេះមានភ្ញៀវទេសចរជាតិនិងបរទេសធ្វើដំណើរកម្សាន្តច្រើនជាងមុនឆ្ងាយមានសួនមានដើមឈើមានការរៀបចំស្រស់ស្អាតប្លែកជាងមុនឃើញថាស្រស់ស្អាតប្លែកហើយក៏សូមអរគុណដល់រដ្ឋបាលខេត្តផងដែរដែលមានការយកចិត្តដាក់ចំពោះការរៀបចំមួយនេះខ្ញុំរំពឹងថាការលក់ដូរអាចនឹងដាច់ជាងមុនក្រោយការរៀបចំសួនសិល្បៈរួចរាល់សំណូមពរដល់ប្រជាពលរដ្ឋជួយថែរក្សានិងរៀបចំ
ឲ្យមានរបៀបអនាម័យដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែមកកំសាន្តនៅទីនេះកាន់តែច្រើនជាងមុន លោកខមអារុនបានបញ្ជាក់ថាតាមរយៈនៃការអភិវឌ្ឍសួនសិល្បៈមួយនេះក្នុងនាមមន្ទីរទេសចរខេត្តបាត់ដំបងបានដាក់នៅការរំពឹងទុកថាបន្ទាប់ពីសួនសិល្បៈនេះបានរៀបចំកសាងរួចរាល់នឹងមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តដើម្បីសិក្សាស្វែងយល់នៅទីតាំងនៃសួននេះហើយការងារនេះបានធ្វើឡើងស្របទៅនឹងចក្ខុវិស័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរដែលបានជំរុញនិងលើកទឹកចិត្តឲ្យតាមបណ្ដារាជធានីខេត្តធ្វើយ៉ាងណាបង្កើតនៅផលិតផលទេសចរក៏ដូចជាសម្បទាសម្រាប់ទ្រទ្រង់វិស័យទេសចរថ្មីពិសេសដែលបង្កើតនៅភាពទាក់ទាញភ្ញៀវទេសចរ បាទហើយក្នុងនាមមន្ទីរទេសចរខេត្តបាត់ដំបងនៅក្នុងនាមខ្ញុំបាទផ្ទាល់បាទមានការរំពឹងជឿជាក់ខ្ពស់ណាស់ថាបន្ទាប់ពីសួនសិល្បៈនេះនឹងបានរៀបចំសាងសង់ហើយរួចរាល់ 100% គឺនឹងមានកំណើនបាទភ្ញៀវទេសចរបាទទាំងជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តសិក្សាស្វែងយល់នៅទីតាំងនៃសួននេះហើយបន្ថែមពីនឹងដែរក៏តំបន់នៅផ្លូវលេខ 1 នៅជាប់សួននេះដែរក៏រដ្ឋបាលខេត្តក៏មានគម្រោងតាក់ទងនឹងការរៀបចំបង្កើតទៅជា Walk Street សម្រាប់ក្រុងបាត់ដំបងផងដែរអញ្ចឹងភ្ជាប់ជាមួយនឹងសួនសិល្បៈហើយនឹង Walk Street នេះនឹងតាក់ទាញភ្ញៀវបាទទាំងជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តជាពិសេសនៅពេលល្ងាចឡើងហ្នឹងគឺខ្យល់អាកាសល្អហើយជាមួយនឹងការរៀបចំសម្រាប់បម្រើទៅដល់វិស័យទេសចរនោះពិតជាផ្ដល់នៅអារម្មណ៍ថ្មីបទពិសោធន៍ក៏ដូចជាផ្នែកមួយនៅក្នុងការគ្រប់គ្រងទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋអាចចូលរួមនៅក្នុងការលក់ដូរនៃផលិតផលអាហាររបស់ខេត្តបាត់ដំបងយើងជូនទៅដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលអញ្ជើញមកទស្សនានៅក្នុងតំបន់នេះក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរក៏បានជំរុញនិងលើកទឹកចិត្តឲ្យតាមបណ្ដារាជធានីខេត្តបាទធ្វើយ៉ាងណាបង្កើតនៅផលិតផលក៏ដូចជាសម្បទាសម្រាប់ការទ្រទ្រង់ទេសចរថ្មីពិសេសដែលបង្កើននូវភាពតាក់ទាញដើម្បីឲ្យយើងអាចប្រកួតប្រជែងជាមួយនឹងគេហៅថាគោលដៅដែលនៅជុំវិញប្រទេសកម្ពុជាយើងបានហើយជាពិសេសខេត្តបាត់ដំបងគឺឯកឧត្តមតែងតែមានការយកចិត្តទុកដាក់ក៏ដូចជាចង្អុលបង្ហាញបាទធ្វើយ៉ាងណាឲ្យមន្ទីរទេសចរជំរុញក៏ដូចជាពង្រឹងនៅការខិតខំទាំងការអភិវឌ្ឍនៃផលិតផលទេសចរក៏ដូចជាពង្រឹងនៃគុណភាពសេវាឲ្យកាន់តែប្រសើរនៅក្នុងការត្រៀមទទួលភ្ញៀវទេសចរដែលនឹងអញ្ជើញមកនៅក្នុងពេលខាងមុខនេះ សូមបញ្ជាក់ថាគោលបំណងសំខាន់នៃការបង្កើតសួនសិល្បៈនេះគឺដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ខេត្តនិងបង្កើនការទាក់ទាញភ្ញៀវទេសចរមកទស្សនាតាមបណ្ដាទីតាំងទេសចរសំខាន់ៗក្នុងខេត្តក្នុងនោះក៏មានការបង្ហាញសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តបាត់ដំបងផងដែរដែលរហូតមកដល់នឹងពេលនេះក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចជ្រើសរើសយកអតីតសិល្បករសិល្បករនីកវីនិពន្ធអ្នកចម្រៀងចំនួនដើមដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយមានដើមកំណើតនៅខេត្តបាត់ដំបងមកដាក់នៅក្នុងសួនសិល្បៈនេះក្នុងនោះក្រុមការងារបានសម្រេចដាក់រូបសំណាកលោកស៊ិនស៊ីសាមុតមួយដែរបើទោះបីលោកមិនមានដើមកំណើតនៅខេត្តបាត់ដំបងក្តីតែលោកបានច្រៀងចម្រៀងពីខេត្តបាត់ដំបងយ៉ាងច្រើនសម្បូរបែបដែលបានរួមចំណែកច្រើនក្នុងភាពល្បីល្បាញរបស់ខេត្តបាត់ដំបង